ពីលើមេឃភាគទី5វាសនាផ្កាព្រៃលើដីទីក្រុងសាយយ៉ាំនិងឆៃធ្វើដំណើរបន្តទៅមុខបានត្រឹមតែមួយសន្ទុះក៏ផុតពីតំបន់ព្រៃភ្នំភូរុងមកដល់ផ្លូវជាតិមួយខ្សែថ្ងៃបាក់រុស្ស៊ីភ្លឺច្រាលដូចដុតវេហាបញ្ជាក់អំពីដំណើរចរយាត្រានៃពន្លឺនិស្សាករឆាប់នេះយប់ឥឡូវហើយលោកតើយើងត្រូវសម្រាកនៅឯណាទៅហេតុអ្វីស្ងាត់ម្ល៉េះគ្មានមនុស្សឆ្លងកាត់សូម្បីតែម្នាក់បែបនេះកាលពីយើងនៅក្នុងព្រៃយប់នៅទីណាក៏គេនៅទីនោះឥឡូវយើងមកដល់ជាក្រុងគេហើយមិនអាចចេះតែសម្រាកតាមផ្លូវផ្ដេសផ្ដាសបានទេណាសុកស្រាប់តែឮសំឡេងរថយន្តស៊េរីចាស់មួយបាំងកន្លះមួយគ្រឿងកំពុងដឹកស្បូវនិងស្មៅពេញខាងក្រោយឡានឃើញដូចនេះឆៃអរខ្លាំងណាស់ក៏ស្ទុះទៅកាក់ឡានគេដើម្បីសុំរួមដំណើរឡាននោះក៏ឈប់បង្ហាញវត្តមានយាយតាមួយគូដែលជាម្ចាស់រថយន្តនោះឆៃនាំសាយយ៉ាំលើកដៃជម្រាបសួរទៅកាន់ពួកគាត់អត់ទោសលោកតាលោកយាយចៅសុំដោយសារឡានមួយគ្រឿងនេះដើម្បីទៅទីប្រជុំជនផងតើបានដែរទេពួកចៅមកពីណានេះយប់ឥឡូវហើយហេតុអ្វីនៅទីនេះឡានរបស់យាយគ្មានកន្លែងសម្រាប់ពួកចៅជិះនោះទេពួកចៅវង្វេងផ្លូវចូលមកក្នុងព្រៃនេះទម្រាំរកផ្លូវចេញវិញក៏បាត់មិត្តរួមដំណើរអស់ពួកចៅសុំដោយសារផងចៅអាចជិះនៅខាងក្រោយអង្គុយលើគំនរស្មៅក៏បានដែរណាលោកយាយឃើញយាយតាសម្លឹងពួកគេលើក្រោមហាក់បីដូចជាមិនទុកចិត្តមនុស្សប្លែកមុខឆៃក៏ប្រញាប់និយាយថាសូមលោកតាលោកយាយទុកចិត្តចុះរូបសង្ហាដូចជាចៅមិនមែនជាចៅនោះទេចៅសូមធានាព្រោះតែសម្ដីមួយឃ្លារបស់ឆៃនេះធ្វើឲ្យពួកគេដោយសារឡានយាយតាមកដល់ផ្ទះសំណាក់មួយក្នុងទីប្រជុំជនបានទិដ្ឋភាពបានបង្ហាញឲ្យឃើញផ្ទះសំណាក់កម្ពស់2ជាន់មួយតុបតែងបែបមិនសូវទាន់សម័យព្រោះជាផ្ទះសំណាក់លក្ខណៈគ្រួសារសាយយ៉ាំឆ្លៀតសួរមកឆៃថាលោកទីនេះជាកន្លែងណាជាផ្ទះរបស់នរណាគេដែរជាផ្ទះសំណាក់យើងត្រូវគេងនៅទីនេះមួយយប់សិនព្រឹកស្អែកខ្ញុំនឹងរកផ្លូវត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញពូខ្ញុំត្រូវការបន្ទប់គ្រែមួយចំនួន2បន្ទប់បុរសធាត់ខ្មៅក្បាលពូកំប៉ោងជាម្ចាស់ផ្ទះសំណាក់សម្លឹងមើលពួកគេបន្តិចរួចនិយាយថាបន្ទប់នៅសល់តែមួយទេយកឬមិនយកដោយគ្មានជំរើសព្រោះពេលនេះចិត្តពាក់កណ្ដាលត្រៀតទៅហើយមិនដឹងថាគួរទៅរកផ្ទះសំណាក់នៅឯណាទៀតបាននោះទេទើបឆៃនិយាយយកតម្លៃប៉ុន្មានមួយបន្ទប់តម្លៃ60000រៀលឆៃលោកស្ទាបហៅប៉ៅនិងឆែកកាបូបរបស់ខ្លួនទើបដឹងថាគ្មានសាច់ប្រាក់ជាប់នឹងខ្លួនបន្តិចសោះសាយយ៉ាំធ្វើមុខឆ្ងល់ព្រោះនាងមិនដែលចាយលុយពីមុនមកនោះទេបើគ្មានលុយអាចបញ្ចាំខ្សែកមួយខ្សែនោះបានបុរសនោះចង្អុលមកខ្សែកឈ្មោះម្ដាយរបស់សាយយ៉ាំដែលនាងកំពុងពាក់ជាប់នឹងកនាងស្ទុះយកដៃខ្ទប់ខ្សែកគេរបស់នាងឆៃឃើញបែបនេះក៏ស្ទុះដោះលេលកាទំនើបរបស់ខ្លួនហុចមួយទំហឹងទៅកាន់បុរសនោះតម្លៃលេលកាមួយខ្សែនេះអាចគេងនៅផ្ទះសំណាក់របស់លោកបានទៅដល់2ឆ្នាំឯណោះនិយាយរួចគេក៏កញ្ឆក់សោបន្ទប់ហើយអោសដៃសាយយ៉ាំចេញពីកន្លែងទទួលភ្ញៀវនេះក្នុងបន្ទប់ផ្ទះសំណាក់មួយទិដ្ឋភាពបានបង្ហាញឲ្យឃើញមានការតុបតែងបែបមិនសូវទំនើបល្អប្រណិតអ្វីនោះទេតែមានសភាពសាមញ្ញអាចស្នាក់នៅបានសាយយ៉ាំអង្គុយនៅលើកៅអីទល់មុខឆៃរួចនិយាយមកកាន់គេថានេះលោកឲ្យនាឡិកាទៅគេបែបនេះមិនស្ដាយទេមែនទេមើលទៅប្រហែលជាមានតម្លៃខ្លាំងហើយគួរឲ្យស្ដាយខ្លាំងណាស់នាឡិកាមួយនោះ
មានតម្លៃថ្លៃពិតមែនតែมันសំខាន់ដូចខ្សែករបស់នាងនោះទេសាយ៉ាំខ្ញុំបានសន្យានឹងពុកនាងហើយថានឹងមើលថែរក្សានាងមិនឲ្យនាងលំបាកអ្វីនោះទេសម្ដីកូនប្រុសនិយាយហើយត្រូវតែអនុវត្តនិយាយរួចគេក៏ងើបដើរទៅរកកន្សែងពូគោយកមកហុចឲ្យសាយ៉ាំនាងឆាប់ងូតទឹកសម្អាតកាយទៅអាងឆាប់បានសម្រាប់ស្អែកយើងត្រូវទៅរឡានជិះទៅផ្ទះរបស់ខ្ញុំនៅឯរាជធានីឯណោះហុចកន្សែងហើយឆៃបែរខ្នងដើរសម្ដៅទៅកាន់មាត់ទ្វារនេះលោកចង់ទៅណាហ្នឹងខ្ញុំទៅរកទិញអ្វីយកមកញ៉ាំជុំគ្នានាងប្រកាសជាឃ្លានហើយខ្ញុំដូចជាមិនសូវឃ្លាននោះទេសុកស្រាប់តែពោះរបស់សាយ៉ាំបន្លឺសំឡេងគ្រូឆៃសើចហើយនិយាយថាក្មេងនេះមាត់រឹងមែនក្រោយពីបង្រៀនសាយ៉ាំអំពីរបៀបបាកទឹកសម្រាប់ងូតនិងរបៀបប្រើប្រាស់បន្ទប់ទឹកហើយឆៃក៏ចេញទៅក្រៅបាត់បន្សល់ទុកឲ្យសាយ៉ាំនៅក្នុងបន្ទប់តែម្នាក់ឯងងូតទឹកបណ្ដានាងស្រមៃឃើញមុខមាត់ពាក្យសម្ដីកាយវិការរបស់ឆៃបណ្ដាដែលនាងធ្លាប់មានអារម្មណ៍ថាគេជាមនុស្សប្រុសមាត់ឆៅរឹកពីមិនគួរឲ្យរាប់អានតែពេលបាននៅស្និទ្ធស្នាលគ្នាទើបដឹងថាគេជាមនុស្សប្រុសដែលរឹងមាំក្លាហានការពីនាងយកចិត្តទុកដាក់ជាមួយនាងហេតុអ្វីគេល្អជាមួយនឹងនាងបែបនេះឬមកពីនាងធ្លាប់ជួយជីវិតរបស់គេមែនទេតើបុរសម្នាក់នេះមានគូអនាគតហើយឬនៅនាងពិតជាមិនហ៊ានគិតអ្វីលើគេទៀតនោះទេមានតែពេលវេលាខាងមុខជាអ្នកផ្ដល់ចម្លើយពិតប្រាកដសាយ៉ាំបើកទ្វារខ្ញុំមកវិញហើយណាគ្រាន់តែសាយ៉ាំងូតទឹករួចភ្លាមឆៃក៏មកដល់ល្មមនាងស្ទុះចេញពីបន្ទប់ទឹកចេញទៅយកសម្លៀកបំពាក់ចាស់របស់នាងមកពាក់ដែលខ្លួនរបស់នាងកំពុងរុំជាមួយកន្សែងពូគោក៏វ៉ាក់និងឆៃដែលចាក់សោចូលមកក្នុងបន្ទប់សាយ៉ាំស្ទុះយកខោអាវនាងមករុំបាំងកាយបន្ថែមឆៃសម្លឹងឃើញទិដ្ឋភាពរូបរាងសាយ៉ាំដែលចៃដន្យគឺនាងមានរាងតូចស្រឡូនសម្បល់សាច់សក្បោះដូចសម្លៃមិនមែនសម្បល់ស្លែប្លែកគេឯងដូចរាល់ដងនោះទេនេះលោកនៅមើលអីទៀតសំឡេងស្រែកសួរបែបភ័យរបស់នាងធ្វើឲ្យឆៃភ្ញាក់ស្មារតីមកវិញស្ទុះបែរក្រោយហើយនិយាយថាឲ្យខ្ញុំសុំទោសខ្ញុំគ្មានចេតនានោះទេព្រោះឃើញនាងក្រមកបើកទ្វារពេកខ្ញុំខ្លាចនាងមានបញ្ហាអ្វីទើបសម្រេចចិត្តចាក់សោបើកទ្វារចូលមកហើយក៏ឃើញអីព្រះនារីហាមលោកបែរមុខមកឲ្យសោះណាប្រយ័ត្នខ្ញុំសម្លាប់លោកបើស្លាប់ក្រោមដៃនាងខ្ញុំក៏ព្រមដែរណាតែផ្ដាស់បានហើយលោលេងទេនេះនាងឆាប់យកទៅគេបានហុចថង់ខ្មៅមួយយកមកឲ្យសាយ៉ាំនាងក៏ទទួលដោយតេតើហើយសួរថានេះជាអ្វីគឺជាសម្លៀកបំពាក់ខ្ញុំចុះទៅរកទិញអីញ៉ាំស្រាប់តែឃើញគេលក់ខោអាវមនុស្សស្រីក៏ទិញយកមកផ្ញើនាងព្រោះថ្ងៃស្អែកនាងមិនអាចស្លៀកខោអាវបែបក៏សម្ព័ន្ធចូលទីក្រុងបាននោះទេសាយ៉ាំកញ្ឆក់ថង់ខ្មៅនោះរួចរត់ចូលក្នុងបន្ទប់ទឹកបាត់បន្សល់ទុកឲ្យឆៃនៅសោចតិចម្នាក់ឯងមួយសន្ទុះក្រោយមកទ្វារបន្ទប់ទឹកក៏របើកឡើងលេចចេញនៅវត្តមាននារីវ័យក្មេងម្នាក់មានទម្រង់មុខពងក្រពើច្រមុះស្រួចកែភ្នែកធំមូលក្រឡង់បបោមាត់ស្ដាងដូចស្រទាប់ផ្កាឈូកសម្បល់សស្បែកមាត់រលោងដូចទីរក់សក់រុញអង្គាដីត្រឹមចង្កេះកំពុងក្រងឈុតរ៉ូបសម្រងវែងដៃប៉ោងពណ៌ត្របែកព្រៃបង្អួតសម្រស់ស្អាតឥតខ្ចោះឈ្នះអស់មនុស្សស្រីដែលឆៃធ្លាប់ជួបឃើញឆៃមើលមុខនាងផ្លឹកបែបនេះនាងក៏សួរថាលោកកើតអីហ្នឹងឆៃទាញសតិមកវិញរួចនិយាយថា
នេះជារូបរាងពិតរបស់នាងមែនទេសាយ៉ាំដាក់ខ្លួនចុះអង្គុយលើកៅអីឈើទល់មុខឆៃរួចងក់ក្បាលតិចតិចហេតុអ្វីនាងចាំបាច់ធ្វើបែបនេះគឺដូចដែលលោកបានឃើញអញ្ចឹងខ្ញុំមានហេតុផលមួយដែលត្រូវលាក់រូបសម្រស់រូបរាងខ្លួនឯងព្រោះលោកក៏ដឹងដែរថាខ្ញុំជាកូនស្រីមេកូនសម្ព័ន្ធភ្នំពូរំនរណាក៏ចង់បានខ្ញុំធ្វើជាភរិយាដែរតាំងពីខ្ញុំមិនទាន់ធំដឹងក្តីមកម្លេះតែតាំងពីក្មេងមកខ្ញុំបដិញ្ញាថាមិនរៀបការជាមួយអ្នកភូមិនៅទីនេះជាដាច់ខាតខ្ញុំមានរឿងវែងឆ្ងាយដែលត្រូវធ្វើបន្តទៀតថ្ងៃមួយកាលខ្ញុំអាយុ10ឆ្នាំខ្ញុំបានធ្វើពុតជាឈឺខ្លាំងគ្រុនញាក់ញ័រឯសាច់ខ្លួនឯងឡើងដំបៅពេញខ្លួនរួចក៏យកម្សៅវល្លិឈើលាបខ្លួនជាប់ដល់សប្តាហ៍ថ្ងៃដោយយល់លេសថាកើតជំងឺស្បែករ៉ាំរ៉ៃចាប់ពីថ្ងៃនោះមកគ្មានកំឡោះណាហ៊ានក្បែរខ្ញុំទៀតទេឆៃស្ដាប់ហើយសើចរួចក៏និយាយថារហូតបានមកក្បែរកំឡោះរូបសង្ហាដូចជាខ្ញុំមែនទេបាននាងចេញរូបរាងដើមមិញបែបនេះកុំតលកមកតន់ទេកុំអីខ្ញុំលាបម្សៅវល្លិហើយបាត់ហើយបានហើយកុំលាបអីចាប់ពីថ្ងៃនេះទៅនាងត្រូវធ្វើជាខ្លួនឯងមិនបាច់លាក់មុខលាក់រូបរាងខ្លាចនរណាទៀតនោះទេសាយ៉ាំញញឹមហើយងក់ក្បាលចុះលោកបានលុយមកពីណាទិញរបស់អស់ទាំងនេះគឺខ្ញុំទៅយកលុយពីម្ចាស់ផ្ទះសំណាក់នេះថែមនេះលើការខ្ញុំថ្លៃយ៉ាងនេះបើបញ្ចាំក៏គួរតែបញ្ចាំបានលុយច្រើនក្រែដែរណាមកឆាំញ៉ាំបាយទៅអានេះគេហៅថាម្ហូបអីទៅលោកម្ហូបនេះគេហៅថាបាយឆាគ្រឿងសមុទ្រអ្វីទៅជាគ្រឿងសមុទ្រគឺជាសត្វដែលរស់នៅក្នុងទឹកសមុទ្រនឹងណាតើស្គាល់ដែរទេសាយ៉ាំក្រវីក្បាលឆៃសោចហើយក៏យកដៃអង្អែក្បាលរបស់នាងចាំថ្ងៃណាមួយខ្ញុំនាំនាងទៅលេងសមុទ្រឲ្យស្គាល់ម្ដងណាបន្ទាប់មកពួកគេបរិភោគអាហារពេលល្ងាចជាមួយគ្នាយ៉ាងសប្បាយរីករាយនាងគេងនៅលើពុកនោះទៅចំណែកឯខ្ញុំអាចគេងទម្រាតខ្លួននៅលើកៅអីឈើនេះបានលោកប្រកាសឲ្យមែនទេប្រយ័ត្នពិបាកគេងមិនលក់ណាបើខ្លាចខ្ញុំគេងមិនលក់នាងចង់ឲ្យខ្ញុំទៅគេងនៅលើគ្រែជាមួយនាងមែនទេអត់ទេលោកគេងនៅលើកៅអីឈើនោះចុះអញ្ចឹងឆាប់ចូលគេងទៅខ្ញុំអាចសម្រាកនៅលើកៅអីឈើនេះបានកុំបារម្ភអីណាក្មេងតូចឆៃទំរែកខ្លួនគេងនៅលើកៅអីត្បិតខ្លួនពិតជាពិបាកគេងមែនតែក៏សុខចិត្តលះបង់ឲ្យនាងតូចបានគេងនៅលើគ្រែយ៉ាងសុខស្រួលគេងសម្លឹងមើលមុខសាយ៉ាំដែលកំពុងលងលក់រួចឧទានក្នុងចិត្តថាតើនេះជានិស្ស័យមែនទេដែលចាស់ឲ្យខ្ញុំបានជួបនឹងនារីម្នាក់នេះសុកក៏មានឈ្មោះជាប្តីប្រពន្ធជាមួយគ្នាដោយចៃដន្យសាយ៉ាំនាងស្រស់ស្អាតខ្លាំងណាស់ហួសពីពិពណ៌នារបស់ខ្ញុំតើជាតិនេះបុរសណាមានវាសនាបានរូបនាងជាគូស្នេហ៍ពិតទៅសំណួរគ្មានចម្លើយធ្វើឲ្យឆៃវល់រហូតដល់គេងលក់មិនដឹងខ្លួនសូមប្រិយមិត្តទាំងអស់មេត្តារងចាំស្ដាប់ភាគបន្តនៅសប្តាហ៍ក្រោយសូមអរគុណ